public speaking សម្រាប់កូនសិស្សអ្នកដែលគាត់មានភាពអៀនខ្មាស់ច្រើនមានកូនសិស្សខ្លះគាត់ថាគាត់ហ៊ានប្រជុំមុខទេឲ្យតែពេលឡើង present គឺគាត់ដឹងរហូតទេអញ្ចឹងឥឡូវនេះគឺកូនសិស្សអ្នកដែលគាត់រត់ឥឡូវគាត់មករៀនវិញព្រោះដោយសារគាត់ចង់ឈ្នះខ្លួនឯងហើយធ្វើម៉េចឲ្យខ្លួនឯងមានទំនុកចិត្តនៅក្នុងការនិយាយនៅមុខមនុស្សដទៃចុះទាំងអស់គ្នាខ្ញុំគិតថាអ្នកខ្លះគាត់ប្រហែលជាគិតថាការរៀនជាសាធារណៈនិងនិយាយនៅមុខមនុស្សរាប់រយនាក់អីហើយប៉ុន្តែគាត់ថានៅក្នុងចំណុចនេះគឺដើម្បីជួយជំរុញឲ្យពួកគាត់មានគំនិតហើយចេះរៀបចំវានិយាយឲ្យវាមាន logic នៅក្នុងហ្នឹងហើយបញ្យល់គេឲ្យច្បាស់អញ្ចឹងយើងព្យាយាមធ្វើមកជំរុញឲ្យកូនសិស្សអ្នកគាត់រៀនដំបងហ្នឹងអ្នកខ្លះក៏គាត់កាន់សភៅអញ្ចឹងទៅអ្នកខ្លះក៏គាត់មើល script តាមទូរស័ព្ទអញ្ចឹងទៅធ្វើមិនដើម្បីឲ្យពួកគាត់ហ៊ាន first step ដើរទៅមុខមកជំហាននៅក្នុងការជំនះនៅក្នុងការនិយាយរបស់ខ្លួនឯងអញ្ចឹងត្រូវក្តីខុសក្តីគឺមានខ្ញុំជាអ្នកឲ្យ feedback ផ្ទាល់ហើយនឹងមើលពួកគាត់ហើយជាពិសេសគឺយើងផ្ដោតសំខាន់ទៅឲ្យពួកគាត់ក្នុងការដែលយើងរៀបចំនៅក្នុងការនិយាយកាយវិការធ្វើមិនចូលមិនដើម្បីឲ្យយើងបង្កើនភាពជឿជាក់ខ្លួនឯងកុំឲ្យខ្លួនឯងភ័យឬក៏កុំឲ្យខ្លួនឯងច្រឡំនៅពេលដែលយើងឡើងនិយាយនៅមុខមនុស្ស